ស៊ុលតង់ម៉ាមូតហ្គាស្នៃគឺជាស្ដេចដ៏ក្លាហាននិងយុទ្ធធម៌ម្នាក់រួមជាមួយនឹងភាពក្លាហានរបស់គាត់បានបង្ហាញពីភាពល្អរបស់គាត់លោកក៏ត្រូវបានគេស្គាល់ដោយសារសេចក្តីសប្បុរសនិងយុទ្ធធម៌របស់លោកដែរគាត់មានទម្លាប់បដូរសម្លៀកបំពាក់គាត់ធ្លាប់ដើរលេងតាមដងផ្លូវនិងផ្លូវតូចនៃទីក្រុងនៅពេលយប់ដើម្បីឲ្យបានដឹងពីស្ថានភាពរបស់អ្នកដែលមានបំណងចូលរួមស្នាក់នៅហើយអាចយល់ពីទុក្ខវេទនារបស់ពួកគេនៅយប់មួយពេលកំពុងល្បាតទីក្រុងគាត់បានមកដល់កន្លែងស្ងាត់ជ្រោមនិងស្ងាត់ជ្រោមមួយនៅទីនោះគាត់បានឃើញបុរស4នាក់ពួកគេកំពុងនិយាយគ្នាយឺតស្ដេចស៊ុលតង់បានដើរទៅជិតពួកគេហើយមានបន្ទូលថាបងប្អូនឲ្យអ្នករាល់គ្នាកំពុងធ្វើអ្វីនៅទីនេះគាត់ឆ្លើយដោយមិនស្ទាក់ស្ទើរលោកម្ចាស់យើងខ្ញុំជាចៅហើយយើងខ្ញុំកំពុងពិគ្រោះយោបល់អំពីចោរកម្មបន្ទាប់មកអ្នកបាននៅជាមួយខ្ញុំបើអ្នកគិតថាសំរុំសូមរាប់បញ្ចូលខ្ញុំផងពួកគេបាននិយាយថាយើងនឹងមិនរាប់បញ្ចូលអ្នកណាម្នាក់ជាមួយយើងទេលុះត្រាតែមានអ្វីពិសេសអំពីវាសូមពិពណ៌នាអំពីគុណសម្បត្តិរបស់អ្នកជាមុនសិនបន្ទាប់មកយើងនឹងសម្រេចចិត្តស៊ុលតង់បានមានបន្ទូលថាខ្ញុំក៏មានគុណធម៌ដែរប៉ុន្តែប្រសិនបើអ្នកអាក្រក់មុននឹងអ្នកយល់ព្រមអ្នកត្រូវពណ៌នាអំពីគុណសម្បត្តិរបស់ខ្លួនឯងបន្ទាប់មកខ្ញុំនឹងប្រាប់អ្នកពីគុណសម្បត្តិរបស់ខ្ញុំចៅម្នាក់បាននិយាយថាគុណធម៌របស់ខ្ញុំគឺថាខ្ញុំរកឃើញទីតាំងនៃកំណប់ដោយការធំក្លិនវាមិនថាវានៅក្នុងរូងភ្នំឬក្រោមដីនោះទេអ្នកទី2បាននិយាយថាក៏ខ្ញុំយល់ភាសារបស់សត្វទី3គឺខ្លាំងខ្ញុំអាចបើកសោដ៏រឹងមាំមួយដោយមិនចាំបាច់ប្រើកូនសោអ្នកទី4បាននិយាយថាខ្ញុំអាចមើលឃើញមនុស្សទោះបីជាវាស្ថិតនៅក្នុងទីងឹតក៏ដោយខ្ញុំស្គាល់វាភ្លាមនៅពេលដែលខ្ញុំឃើញវាម្ដងទៀតដូច្នេះស៊ុលតង់ក៏និយាយឡើងគុណធម៌របស់ខ្ញុំគឺថាប្រសិនបើក្រិតជនទោះបីជាអ្នកចងជាប់លើបង្គោលក៏ដោយខ្ញុំមកក្បាលតែបន្តិចគេនឹងដោះលែងភ្លាមអាចត្រូវបានដោះលែងចៅទាំង4នាក់មានការភ្ញាក់ផ្អើលនិងរីករាយពួកគេបាននិយាយថាអ្នកខ្លាំងលើសយើងទាំងអស់គ្នាយើងមិនខ្លាចអ្វីទាំងអស់ឥឡូវនេះដូច្នេះពួកគេបានសម្រេចចិត្តថានៅយប់នេះនឹងមានការផ្លន់នៅក្នុងព្រះបរមរាជវាំងឆ្កែមួយក្បាលបានព្រោះពេលកំពុងឆ្លងកាត់ផ្លូវស៊ុលតង់បានសួរថាឆ្កែនេះកំពុងនិយាយអ្វីចៅដែលយល់ភាសាសត្វបាននិយាយវាកំពុងនិយាយថាអ្នកគឺជាស្ដេចស៊ុលតង់ម្នាក់ក្នុងចំណោមចៅទាំង5ដូច្នេះតើយើងមួយណាអាចជាស៊ុលតង់ចៅនោះបាននិយាយថាគាត់មិនដឹងទេនោះហើយជាអ្វីទាំងអស់ដែលឆ្កែបាននិយាយចៅម្នាក់បានរកឃើញទីតាំងកំណប់ដោយការហិតក្លិនអ្នកម្ខាងទៀតបានបើកសោហើយពួកគេបានយកគ្រឿងអលង្ការនិងគ្រឿងមានតម្លៃចេញរួចរាល់ហើយប៉ុន្តែតាមបញ្ជារបស់ស្ដេចស៊ុលតង់គាត់បានទុកពេជ្រដ៏មានតម្លៃមួយនៅក្នុងប្រអប់ពួកគេទាំងអស់គ្នាបានទៅដល់កន្លែងលាក់ខ្លួនរបស់ពួកគេនៅក្នុងព្រៃហើយបានបែងចែកទ្រព្យសម្បត្តិជា5ផ្នែកស្ដេចស៊ុលតង់បានប្រគល់ចំណែករបស់គាត់មកវិញដោយនិយាយថាឌូមិត្តភក្តិឲ្យរីករាយណាស់ដែលបានជួបអ្នកផ្នែកនេះគឺជាអំណោយពីខ្ញុំជូនអ្នកមុនពេលត្រឡប់មកវិញស៊ុលតង់បានប្រាល្បិចកខ្ញុំបានដឹងពីឈ្មោះនិងអាសយដ្ឋានអ្នករក្សាកំណប់ទ្រព្យថានៅទីណាហើយពេលខ្ញុំមកដល់ខ្ញុំឃើញថាលុយរបស់អ្នកអស់ហើយនៅសល់តែពេជ្រមួយគ្រាប់ប៉ុណ្ណោះភាពលោភលន់របស់ពួកចៅបានដាក់ពេជ្រនោះចូលក្នុងហោប៉ៅរបស់ពួកគេគិតថាគ្មានអ្នកណាដឹងទេនៅពេលព្រឹកគាត់បានជម្រាបស៊ុលតង់អំពីចោរកម្មស៊ុលតង់បានបញ្ជាឲ្យចាប់ខ្លួនចៅដ៏ល្បីល្បាញរបស់ទីក្រុងចៅត្រូវបានបង្ហាញខ្លួននៅតុលាការស្ដេចស៊ុលតង់បានសួរថាពេជ្រនោះនៅណាចៅដែលហិតក្លិនបានដើរទៅមុខហើយនិយាយថាទៅមុខទៀតចូលយើងស្វែងរកយើងជាមុនសិនដើម្បីប្រកាសថាពេជ្រនោះយើងមិនមានវាទេការស្វែងរកត្រូវបានធ្វើឡើងប៉ុន្តែពេជ្រនោះមិនត្រូវបានរកឃើញជាមួយនរណាម្នាក់ឡើយបន្ទាប់មកចៅនោះបាននិយាយថាពេជ្រមានវត្តមាននៅក្នុងតុលាការនេះមានប្រអប់មួយនៅក្នុងហោប៉ៅសម្ងាត់របស់អ្នកយាមកំណប់ពេជ្រស្ថិតនៅក្នុងនោះពេលបើកប្រអប់នោះភ្លាមគេក៏រកឃើញពេជ្រមួយគ្រាប់ពណ៌របស់ខ្សែការពារបានរសាត់បាត់ទៅហើយស៊ុលតង់បានចាប់ខ្លួនគាត់ហើយនិយាយថាចាប់គាត់បន្ទាប់មកស៊ុលតង់បានសម្លឹងមើលចៅទាំងនោះហើយញឹមរួចមានបន្ទូលថាអ្នកទាំងអស់គ្នាមានសេរីភាពសេចក្តីសប្បុរសរបស់ស៊ុលតង់នេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចៅហើយពួកគេបានឈប់ចោលពីពេលនោះរហូតមកហើយសន្យាថានឹងរស់នៅធ្វើជាមនុស្សល្អ